នៅភោជនីយដ្ឋានមួយក្បែរមាត់ទន្លេចតុមុខទីក្រុងភ្នំពេញខ្យល់អាកាសពេលល្ងាចត្រជាក់ស្រស់ផុបស៊ីសាមុតសុភ័ក្រនិងវិបុលអង្គុយជុំគ្នានៅតុបាយមួយបន្ទាប់ពីហាត់សមរួចសុភ័ក្រលើកកៅតក្រូចផាក់មួយសិនទៅមុតថ្ងៃនេះឯងហាត់ច្រៀងបទចម្ប៉ាបាត់ដំបងឡើងផ្អើអ្នកចិត្តខាងអស់ហើយបើច្រៀងបែបនេះថ្ងៃប្រឡងធំខាងមុខលេខ1ច្បាស់ជាខំដៃឯងហើយស៊ីសាមុតញញឹមដោយបន្ទាបខ្លួនកងអាសសាអីភ័ក្រអើយអ្នកខ្លាំងនៅមានច្រើនណាស់ខ្ញុំគ្រាន់តែចង់ច្រៀងចេញពីចិត្តដើម្បីឲ្យអ្នកស្ដាប់មានក្តីសុខតែប៉ុណ្ណោះចុះឯងវិញវិបុលបទដែលឯងត្រៀមនោះទៅដល់ណាហើយវិបុលធ្វើមុខស្ងួតតែក្នុងចិត្តក្តីក្រហាយអូយើងក៏ហាត់ធម្មតាដែរតែមើលទៅសម្លេងយើងប្រហែលជាមិនគ្រោងចិត្តគណៈកម្មការបានដូចសម្លេងមាសរបស់ឯងទៀតហ្នឹងស៊ីសាមុតកុំនិយាយអញ្ចឹងអីមិត្តភក្តិឯងមានបច្ចេកទេសច្រៀងល្អតាសំខាន់ឲ្យតែយើងខំប្រឹងវិបុលគិតក្នុងចិត្តខំប្រឹងទោះយើងខំយ៉ាងណាក៏នៅក្រោមមិនលុតឯងដែរបើឯងនៅទីនេះយើងគ្មានថ្ងៃបានល្បីទេយើងភ្លេចភារកិច្ចបន្តិចទៀតយើងត្រូវទៅជួបសាច់ញាតិយើងសុំទៅមុនចុះណាវិបុលដើរចេញទៅបាត់ដោយរឹកពីប្រញាប់ប្រញាល់សុភ័ក្រសម្លឹងមើលតាមពីក្រោយដោយការសង្ស័យសុភ័ក្រមុតយើងសង្កេតឃើញវិបុលប្លែកណាស់មួយរយៈនេះទឹកមុខគេមើលទៅមិនសេស្រស់បោះដាក់ឯងទេបើទោះជាមាត់គេនិយាយល្អក៏ដោយឯងត្រូវប្រយ័ត្នខ្លួនបន្តិចណាស៊ីសាមុតសើចតិចឯងគិតច្រើនពេកហើយភ័ក្រយើងរាប់អានគ្នាតាំងពីបាតជើងជាប់ដីគេមិនធឺយើងទេទុកចិត្តចុះនៅយប់ដដែលក្នុងខ្ទមជើងព្រៃដ៏ស្ងាត់ជ្រងំវិបុលបានធ្វើដំណើរទៅជួបបុរសម្នាក់ដែលមានភ្នែកក្រឡែតស្លៀកពាក់ខ្មៅកខ្វក់នោះគឺគ្រូម៉ថ្មាតមកដល់ហាលីរីចៅចិត្តរបស់ឯងវាកំពុងឆេះដូចភ្លើងចឹងចង់កំចាត់វាណាស់មែនទេវិបុលលោកគ្រូខ្ញុំមិនចង់ឲ្យវាស្លាប់ទេតែខ្ញុំចង់ឲ្យសំឡេងដ៏ពីរោះរបស់វាប្រែជាស្អកនិយាយមិនចេញច្រៀងមិនកើតរហូតដល់ថ្ងៃប្រឡងចប់តើលោកគ្រូអាចជួយខ្ញុំបានទេគ្រូម៉ថ្មាតសើចក្អាកក្អាយរឿងប៉ុណ្ណឹងចំពោះគ្រូម៉ថ្មាតគឺងាយដូចបកចេកនេះយកកញ្ចប់ម្សៅនេះទៅឯងត្រូវរកវិធីដាក់វាចូលទៅក្នុងទឹកផឹករបស់វាកាលណាវាផឹកហើយធាតុអាគីមងងឹតនឹងទៅខ្ទប់បំពង់កវាធ្វើឲ្យសំឡេងមាសប្រែជាសំឡេងខ្មោចយំភ្លាមវិបុលទទួលកញ្ចប់ម្សៅទាំងដៃញើចុះតើវាមានគ្រោះថ្នាក់ដល់ជីវិតគេទេឯងចង់បានលេខ1តែឯងនៅមានចិត្តមេត្តាទេឬកុំបារម្ភអីវាមិនងាប់ទេតែវានឹងរស់ទាំងវេទនាព្រោះបាត់បង់អ្វីដែលវាស្រឡាញ់បំផុតប៉ុន្មានថ្ងៃក្រោយមកនៅកន្លែងហាត់សមធំស៊ីសាមុតកំពុងរៀបចំខ្លួនឡើងលើឆាកដើម្បីតេស្តសំឡេងចុងក្រោយសុភ័ក្រកំពុងរវល់រៀបចំខ្សែហ្គីតាវិបុលដើរចូលមកដោយកាន់ដបទឹកមួយមុតហត់ទេនេះយើងទិញទឹកសុទ្ធមកផ្ញើឯងផឹកបន្តិចទៅមុននឹងឡើងច្រៀងនឹងបានត្រជាក់បំពង់កស៊ីសាមុតអរគុណច្រើនវិបុលឯងល្អជាមួយយើងណាស៊ីសាមុតលើកដបទឹកនោះបំរុងនឹងមូលឆ្នុកផឹកសុភ័ក្រស្រែកពីចម្ងាយមុតកុំអាលផឹកអីមករកយើងភ្លាមមកខ្សែហ្គីតាយើងដាច់ទៀតហើយជួយកាន់បន្តិចស៊ីសាមុតដាក់ដបទឹកចុះលើតុវិញវិបុលឈរមើលទាំងអន្ទះសាបែកញើសជោកថ្ងាវិបុលមុតអញផឹកសិនទេចាំទៅជួយវាស៊ីសាមុតមិនអីទេបន្តិចទៀតក៏បានដែរនៅពេលស៊ីសាមុតដើរទៅជួយសុភ័ក្រស្រាប់តែមានឆ្មាមួយក្បាលរត់កាត់តុធ្វើឲ្យដបទឹកនោះកំពប់ជោកលឿកម្រាលឥតផ្សែងស្ដាងពណ៌ស្វាយហុយចេញពីទឹកដែលកំពប់នោះបន្តិចរួចក៏បាត់ទៅវិញដែលមានតែវិបុលមនាគតដែលឃើញវិបុលភ្ញាក់ព្រឺតគិតក្នុងចិត្តចង្រៃយកបេះនឹងសម្រេចទៅហើយអាគមគ្រូមកថ្មាត់នេះខ្លាំងណាស់ស៊ុំព្រីតែផ្សែងក៏ចេញមកដែរបើមុតផឹកមែនប្រហែលជាចប់បាត់ហើយ
បន្ទាប់ពីដបទឹកត្រូវបានកំពប់វិបុលមានអារម្មណ៍ថាខ្លួនឯងកំពុងស្ថិតក្នុងក្រសែភ្នែកតាមដានរបស់សុភ័ក្រគេក៏សម្រេចចិត្តត្រឡប់ទៅរកគ្រូមាត់ថ្មាត់ម្ដងទៀតនៅយប់នោះនៅខ្ទមគ្រូមាត់ថ្មាត់វិបុលដើរចូលទាំងភ័យខ្លាចលោកគ្រូផែនការលើកមុនបរាជ័យហើយមានឆ្មាមកបំបុកដបទឹកនោះកំពប់អស់តើយើងគួរធួមួយយាយទៀតហើយថ្ងៃប្រឡងចិត្តមកដល់ហើយគ្រូមាត់ថ្មាត់អង្គុយសូត្រអាគមងើបមុខមកទាំងភ្នែកក្រហមច្រាលឯងវាអសមត្ថភាពបើទឹកមុនមិនអាចចូលដល់មាត់វាបានយើងត្រូវប្រើវិធីផ្ទាល់ជាងនេះយកធូបសម្លាប់សំនៀងនេះទៅតើត្រូវប្រើវាយ៉ាងណាទៅលោកគ្រូយប់ស្អែកជាយប់ដែលវាត្រូវហាត់សមចុងត្រយម្នាក់ឯងត្រូវរកវិធីដុតធូបនេះនៅក្បែរវាកាលណាវាដកដង្ហើមស្រូបយកផ្សែងធូបនេះស្លួតរបស់វានឹងឡើងស្លែមធ្វើឲ្យសំឡេងដែលធ្លាប់តែស្រទន់ប្រែជាស្អកញ័រដួតមនុស្សអស់កម្លាំងវិជាវិបុលញញឹមដោយក្តីសង្ឃឹមអាក្រក់លើកនេះខ្ញុំមិនឲ្យខកបំណងទៀតទេខ្ញុំចង់ឃើញវាច្រៀងមិនចេញនៅមុខគណៈកម្មការនៅយប់បន្ទាប់ស៊ីសាមុតនិងសុភ័ក្រអង្គុយហាត់សមនៅលើឆាកឈើចាស់មួយនៅខាងក្រោយសាលាប្រឡងខ្យល់ត្រជាក់បក់មុខល្វើយស៊ីសាមុតកាន់សៀវភៅកំណត់ត្រាបទចម្រៀងទាំងទឹកមុខរេរេកស៊ីសាមុតភ័ក្រឯងគិតថាសិល្បៈដែលយើងបង្កើតមុខនេះវានឹងរក់បានយូរអង្វែងទេពេលខ្លះយើងមានអារម្មណ៍ថាមានសម្ពាធខ្លាំងណាស់ដូចជាមានភ្នែករាប់ពាន់កំពុងសម្លឹងមុខចាំមើលកំហុសយើងអញ្ចឹងសុភ័ក្រដេញហ្គីតាបណ្ដើឆ្លើយបណ្ដើមុតអាយសំលេងឯងគឺជាដួងព្រលឹងជាតិឲ្យតែឯងច្រៀងដោយក្តីស្រឡាញ់គ្មានអ្វីអាចមករារាំងឯងបានទេកុំបារម្ភពីរឿងឈ្នះចាញ់ពេកអីសំខាន់ឲ្យតែឯងបានផ្ញើសារតាមរយៈបទចម្រៀងទៅកាន់អ្នកស្ដាប់ស៊ីសមុទ្រយើងអរគុណឯងណាស់ដែលតែងតែនៅក្បែរយើងចុះវិបុលយើងឃើញគេដូចជាមានទុក្ខកង្វល់ច្រើនយើងចង់ជួយគេតែគេហាក់ដូចជាចង់គេចមុខពីយើងជានិច្ចសុភ័ក្រឈប់ដេញហ្គីតារួចសម្លឹងមើលមុខស៊ីសមុទ្រចាំមុតឯងជាមនុស្សចិត្តល្អពេកហើយមនុស្សខ្លះចិត្តគេមិនដូចមុខដែលគេបង្ហាញមុខទេឯងត្រូវចាំថាមិនមែនគ្រប់គ្នាដែលញញឹមដាក់យើងសិតតែជាមិត្តនោះទេយើងគ្រាន់តែចង់ឲ្យឯងប្រយ័ត្នខ្លួនកុំទុកចិត្តមនុស្សងាយពេកខណៈនោះវិបុលដើរជួយមុខទាំងទឹកមុខញញឹមស្រស់ប៉ុន្តែក្នុងដៃមានលាក់ធូបអាគមនោះវិបុលសួស្ដីមិត្តសម្លាញ់ទាំងពីរយប់ជ្រៅហើយនៅហាត់ទៀតឬយើងឃើញឯងហត់ពេកក៏យកធូបក្រអូបនេះមកដុតឲ្យបន្ធូរអារម្មណ៍បន្តិចទៅនឹងបានគេងលក់ស្រួលស៊ីសមុទ្រអរគុណវិបុលឯងពិតជាយល់ចិត្តយើងមែនដុតទៅផ្សែងក្រអូបប្រហែលជាជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយសុភ័ក្រជក់ស្ទុះទៅខាត់ជប់សិនវិបុលធូបនេះមានក្លិនចម្លែកណាស់យើងមិនដែលធ្លាប់ហិតក្លិនធូបបែបនេះពីមុនមកទេហេតុអ្វីបានជាឯងយកវាមកដុតនៅទីនេះវិបុលអូនេះជាធូបនាំចូលពីបរទេសតាភ័ក្រវាជួយឲ្យសួតយើងរីកធំស្រូបកញ្ចក់បានល្អសម្រាប់អ្នកចម្រៀងឯងសង្ស័យយើងទៀតហើយមែនទេសុភ័ក្រយើងមិនមែនសង្ស័យទេតែយើងគ្រាន់តែចង់ការពារមិត្តយើងមុតកុំតន់អាលៀលស្រូបផ្សែងយើងអីស៊ីសមុទ្រព្យាយាមសម្រោះសម្រួលភ័ក្រកុំតឹងតែងពេកអីវិបុលគេមានចិត្តល្អយកមកឲ្យតាវិបុលឯងដុតចុះយើងមិនអីទេវិបុលក៏ចាប់ផ្ដើមអុជធូបនោះផ្សែងពណ៌ប្រផេះចាប់ផ្ដើមអណ្ដែតពេញបន្ទប់ហាត់សមស៊ីសមុទ្រចាប់ផ្ដើមដកដង្ហើមវែងដើម្បីបន្ធូរអារម្មណ៍ប៉ុន្តែមួយសន្ទុះក្រោយមកស៊ីសមុទ្រភ័ក្រហេតុអ្វីបានជាបំពង់កយើងដូចជាមានអ្វីមកខ្ទប់អញ្ចឹងយើងនិយាយមិនចង់ចេញទេសុភ័ក្រមុតឯងកើតអីវិបុលតើឯងដាក់ឯងក្នុងធូបនឹងយើងមិនដឹងទេប្រហែលជាមុតមានប្រតិកម្មជាមួយក្លិនធូបនឹងហើយយើងសំទោសយើងមិនដឹងមែនវិបុលប្រញាប់បន្លត់ធូបរួចដាវចេញទៅបាត់ដោយលួចញញឹមម្នាក់ឯងសុភ័ក្រខំជួយសម្រួលខ្យល់ឲ្យស៊ីសាមុទ្រប៉ុន្តែសំឡេងរបស់ស៊ីសាមុទ្រនៅពេលនេះប្រែជាស្អកស្រួយស្ទើរតែស្ដាប់មិនបានភែស្អែកដល់ថ្ងៃប្រឡងហើយបើដកដង្ហើមមិនរួចបែបនេះតើយើងអាចច្រៀងឲ្យគេស្ដាប់បានយ៉ាងម៉េចទៅសុភ័ក្រក្តាប់ដៃទាំងថឹងយើងនឹងរកវិធីព្យាបាលឯងឲ្យបានវិបុលឯងពិតជាធ្វើហួសហេតុពេកហើយ
បន្ទាប់ពីការដុតធូបអាគមរបស់វិបុលស៊ីសមុទ្រត្រីសម្រាប់នៅប្រទេសទាំងក្តីអស់សង្ឃឹមសំឡេងដែលធ្លាប់តែក្រងចិត្តមហាជនឥឡូវនេះសូម្បីតែនិយាយខ្សឹបក៏ពិបាកស្ដាប់ដែរសុភ័ក្រអង្គុយជុតហ្គីតានៅក្បែរមិត្តសម្លាញ់ដោយទឹកមុខស្រពោនភ័ក្រឯងឈប់ដេញហ្គីតាទេកាលណាឮសូរសំឡេងតន្ត្រីយើងកាន់តែឈឺចាប់យើងមានអារម្មណ៍ដូចធៀបបាក់ស៊ីដែលត្រូវគេកាត់ស្លាប់អញ្ចឹងសុភ័ក្រដាក់ហ្គីតាចុះរួចកាន់ដៃស៊ីសាមុតមុតឯងកុំនិយាយបែបនេះអីបាក់ស៊ីបើទោះជាបាក់ស្លាប់ក៏វានៅមានបេះដូងសម្រាប់ហោះហើរដែរសំឡេងឯងប្រែប្រួលមែនតែដួងប្រឡងសិល្បៈឯងមិនបានបាត់បង់ទេយើងជឿថាវាត្រូវតែមានវិធីដោះស្រាយតើមានវិធីអីទេគ្រូពេទ្យប្រាប់ថាបំពង់កយើងមិនអីទេតែយើងខ្លួនឯងដឹងច្បាស់ថាមានអ្វីម្យ៉ាងមកខ្ទប់ដង្ហើមយើងរាល់ពេលដែលយើងចង់បន្លឺសំនៀងនេះប្រហែលជាព្រំលិខិតមិនចង់ឲ្យយើងដើរលើផ្លូវនេះទៀតទេដឹងមិនមែនព្រំលិខិតទេគឺចិត្តមនុស្សទៅវិញទេដែលអាក្រក់មុតឯងចាំទេកាលពីយើងនៅក្មេងយើងធ្លាប់សន្យាថានឹងនាំសម្លេងឯងឲ្យល្បីពាពេញប្រទេសយើងមិនបណ្ដោយឲ្យនរណាម្នាក់មកបំផ្លាញក្តីស្រមៃនេះដោយងាយៗនោះទេនៅម្ខាងទៀតវិបុលកំពុងដើរចូលដើរឡើងក្នុងបន្ទប់ម្នាក់ឯងរូបភាពដែលស៊ីសាមុតខ្ទប់បំពង់កក៏អកតាំងឈឺចាប់កំពុងលងបន្លាយចិត្តគេទូរស័ព្ទដៃក្នុងសម័យនោះអាចជាការជួបផ្ទាល់ក៏បន្លឺឡើងឬមានសម្លេងគោះទ្វារគឺគ្រូមាត់ថ្មាដែលមកតាមទាកំរីលោកគ្រូហេតុអីលោកគ្រូត្រូវមកដល់ទីនេះខ្ញុំប្រាប់ឲ្យតើថាចាំចប់ការប្រឡងខ្ញុំនឹងយកប្រាក់ទៅជូនគ្រូមាត់ថ្មាញញឹមស្អុយរលួយចៅហើយអាគមរបស់គ្រូវាមិនមែនធ្វើការដោយសារតែប្រាក់មួយមុខទេវារស់ដោយសារតែការតាំងចិត្តរបស់ឯងឥឡូវនេះឯងកំពុងមានចិត្តមេត្តាដល់សត្រូវឯងមែនទេបើឯងទុនជ្រាយអាគមនោះនឹងរុញច្រានមកលើខ្លួនឯងវិញមិនខានខ្ញុំគ្រាន់តែមានអារម្មណ៍មិនល្អមុតគេជាមនុស្សល្អគេមិនដែលធ្វើអីដាក់ខ្ញុំទេតើលោកគ្រូមានថ្នាំបន្សាបទេបើខ្ញុំបដូរចិត្តវិញគ្រូមាត់តាតសម្លឹងមើលចំភ្នែកវិបុលទាំងកំហឹងគ្មានការដកថយទេបើឯងឈប់ពៀតកណ្ដាលទីសំលេងដែលបាត់បង់មិនមែនជាស៊ីសាមុតទេគឺឯងខ្លួនឯងដែលនឹងត្រូវคล้ายជាមនុស្សកអស់មួយជីវិតជ្រើសរើសទៅចង់ឲ្យវាវិនាសឬចង់ឲ្យខ្លួនឯងคล้ายជាមនុស្សចង្រៃវិបុលឆ្ងល់មុខទាំងញ័រខ្លួនខ្ញុំយល់ហើយខ្ញុំនឹងបន្តតើអ្នកគ្រូចង់ឲ្យខ្ញុំធ្វើអីទៀតគ្រូមាត់តាតថ្ងៃស្អែកជាថ្ងៃកាត់សេចក្តីឯងត្រូវយកកន្សែងយន្តនេះទៅដាក់ក្បែរកៅអីដែលវាអង្គុយរងចាំកាលណាវាប៉ះកន្សែងនេះវានឹងវង្វេងស្មារតីផ្លិចទាំងទំនុកច្រៀងផ្លិចទាំងរបៀបដកដង្ហើមផងសុខែកដែលមិនអស់ចិត្តបានត្រឡប់ទៅបន្ទប់ហាត់សមវិញដើម្បីពិនិត្យមើលកន្លែងដែលវិបុលដុតធូបគេបានឃើញកន្ទុយធូបមួយដើមដែលមានពណ៌ខ្មៅខុសពីធម្មតានិងមានក្លិនឆ្អាបដូចឈាមសត្វសុភ័ក្ររឹតកន្ទុយធូបមកហិតរួចនិយាយម្នាក់ឯងក្លិននេះមិនមែនជាក្លិនផ្កាឈូកឬក្លឹមចន្ទ័នដែលគេលក់តាមផ្សារទេវាដូចជារបស់ប្រើក្នុងផ្លូវងងឹតវិបុលឯងពិតជាហ៊ានដល់ឋានៈប្រើអាគមមុនអាគមមកលើមិត្តភក្តិឯងផងឬខណៈនោះវិបុលដើរចូលមកលំមមវិបុលឯងមកធ្វើអីនៅទីនេះទាំងយប់រលប់សុភ័ក្រងាកមកសម្លឹងមើលវិបុលចំមុខទាំងដៃកាន់កន្ទុយធូបយើងមកតាមរកការពិតវិបុលប្រាប់យើងត្រង់មកតើឯងយកអីមកឲ្យមុតហេតុអីបានជាគេធ្លាក់ខ្លួនដល់ថ្នាក់នេះវិបុលសំដែងធ្វើជាខឹងឯងនិយាយអីអញ្ចឹងយើងខំមានចិត្តល្អយករបស់មកឲ្យឥឡូវឯងមកទម្លាក់កំហុសលើយើងទៅបើមុតឈឺវាជារឿងរបស់គេមិនមែនពាក់ព័ន្ធនឹងយើងទេមែនហើយវាប្រហែលជាមិនពាក់ព័ន្ធនឹងឯងបើឯងជាមនុស្សច្រណែនឈ្នានេះវិបុលយើងដឹងថាឯងចង់បានលេខ1តែសិល្បៈដែលសាងឡើងលើទឹកធ្មេញនិងការបំផ្លាញអ្នកដទៃវាមិនស្ថិតស្ថេរទេឈប់និយាយប្រដៅយើងទៅឯងគ្រាន់តែជាអ្នកលេងហ្គីតាធម្មតាម្នាក់ឯងដឹងអីពីការប្រកួតប្រជែងស្អែកនេះឯងនឹងដឹងថាអ្នកណាជាអ្នកឈ្នះពិតប្រាកដយប់នោះស៊ីសាមុតដេកមិនលក់ទេគេដើរចេញមកយ៉ាវផ្ទះសម្លឹងមើលទៅមេឃដែលមានផ្កាយរាយប៉ាយស៊ីសាមុតនិយាយតិចម្នាក់ឯងទេវតាអើយបើសិនជាសំលេងមីលដែលលោកប្រទានមកឲ្យកូននេះត្រូវចប់ត្រឹមថ្ងៃនេះមែនកូនក៏មិនត្អូញត្អែដែរតែសុំឲ្យកូនបានច្រៀងមួយបទចុងក្រោយ
ឲ្យកូនបានបំរើសិល្បៈជាលើកចុងក្រោយដោយមិនខ្វល់ថាវាពិរោះឬមិនពិរោះទេសុភ័ក្រដើរមកពីក្រោយរួចដាក់ដៃលើស្មាស៊ីសាមុត សុភ័ក្រយើងរកវិធីឃើញហើយយើងបានទៅជួបលោកតាអាចារ្យម្នាក់នៅវត្តក្បែរនេះលោកថាបើចិត្តយើងស្ងប់ហើយយើងប្រើសមាធិផ្សំជាមួយទឹកមន្តដែលលោកឲ្យមកនេះអាគមងងឹតនឹងមិនអាចធ្វើអីយើងបានទេស៊ីសមុទ្រតើវាពិតជាអាចជួយបានមែនទេភ័ក្រសុភ័ក្រជឿយើងចោះស្អែកនេះមុននឹងឡើងឆាកឯងត្រូវផឹកទឹកមន្តនេះរួចបិទភ្នែកគិតតែពីមុខអ្នកស្ដាប់ដែលស្រឡាញ់ឯងកុំគិតពីការប្រកួតកុំគិតពីវិបុលកុំគិតពីអ្វីទាំងអស់ចូលឲ្យតន្ត្រីនាំផ្លូវឯងចុះអរគុណឯងណាស់មិត្តសម្លាញ់បើគ្មានឯងយើងប្រហែលជាបបងយូរហើយនេះគឺជាសាច់រឿងភាគបន្តដែលកាន់តែមានភាពតានតឹងជាមួយនឹងការប៉ះទង្គិចសម្ដីគ្នាយ៉ាងស៊ីជម្រៅនិងការរៀបរាប់ពីទស្សនវិជ្ជានៅថ្ងៃប្រឡងផ្ទាល់ថ្ងៃប្រឡងដ៏ធំបានមកដល់សាលមហោសរពជាតិពូពេញទៅដោយមនុស្សម្នាដែលមកចាំស្ដាប់សំឡេងអធិរាជនៅខាងក្រោយឆាកវិបុលកំពុងកាន់កន្សែងយន្តដែលគ្រូមាត់ឲ្យមកនេះទាំងដៃញ័រទៅត្រឹកគេដើរសំដៅទៅកៅអីដែលស៊ីសមុទ្រកំពុងអង្គុយសម្រាកស្មារតីវិបុលដើរចូលមកទាំងមុខស្លេកស្លាំងមុតឯងបារម្ភទេសំឡេងឯងហាក់ដូចជាមិនតន់ធូរស្រាលសាំមើលទៅមុខឯងស្លេកណាស់នេះយកកន្សែងនេះទៅជូតញើបន្តិចទៅក្រែងលោវាជួយឲ្យឯងមានអារម្មណ៍ស្រស់ស្រាយខ្លះស៊ីសមុទ្รงើបមុខមកសម្លឹងមើលវិបុលដោយកែវភ្នែកស្រទន់តែពោពេញទៅដោយភាពឈឺចាប់គេបំរុងនឹងលូកដៃទទួលកន្សែងនោះសុភ័ក្រដើរចូលមកកាត់មុខយ៉ាងលឿនឈប់សិនមុតកុំប៉ះវាឲ្យសោះវិបុលភ្ញាក់ព្រឿតរួចលាក់កន្សែងទៅខាងក្រោយខ្នងភ័ក្រអញកើតអីយើងគ្រាន់តែចង់ជួយមិត្តភ័ក្តិតើហេតុអីបានជាអញមករំខានយើងរហូតអញ្ចឹងជួយមិត្តភ័ក្តិឬក៏ចង់សម្លាប់មិត្តភ័ក្តិវិបុលយើងដឹងគ្រប់យ៉ាងហើយក្លិនធូបដែលឯងដុតយប់មិញវានៅជាប់នឹងដៃឯងរហូតមកដល់ពេលនេះចុះកន្សែងដែលឯងលាក់នៅក្រោយខ្នងនោះជាយន្តមុនខ្មៅមែនទេវិបុលដកដង្ហើមធំរួចសោយបែបលបលែបង្ហាញពីភាពតន់ច្រកនិងចិត្តច្រណែនដែលលាក់ទុកជាយូរហើយមែនហើយបើឯងដឹងហើយក៏យើងមិនលាក់ដែរសុខៈឯងសាកគិតមើលតាំងពីយើងចាប់ផ្ដើមរៀនច្រៀងមកតើមានពេលណាដែលពួកឯងសម្លឹងមកយើងទេរដងគឺតែមានតែស៊ីនស៊ីហាមុតគ្រប់គ្នាស្រឡាញ់តែវាសរសើរតែវាចុះយើងវិញយើងក៏មានសមត្ថភាពដែរហេតុអីយើងត្រូវនៅក្រោមមន្លប់វារហូតស៊ីសាមុតវិបុលយើងមិនដែលគិតថាឯងនៅក្រោមមន្លប់យើងទេយើងតែងតែចាត់ទុកឯងជាមិត្តដែលដើរទន្ទឹមគ្នាបើឯងចាំបានលេខ1ឯងអាចប្រាប់យើងបានយើងសក់ចិត្តដកទួនចេញដើម្បីមិត្តភាពរបស់យើងវិបុលស្រែកខ្លាំងកុំមកធ្វើជាមនុស្សល្អពេកភាពល្អរបស់ឯងនឹងហើយដែលធ្វើឲ្យយើងមើលទៅដូចជាមនុស្សអាក្រក់សិល្បៈមែនទេជ័យជំនះមែនទេបើមិនប្រើវិធីនេះយើងគ្មានថ្ងៃឈ្នះឯងទេថ្ងៃនេះឯងត្រូវតែវិនិច្ឆ័យសុភ័ក្រស្ទុះទៅចាប់ស្មាវិបុលភ្ញាក់រលឹកឡើងអាគមដែលឯងប្រើវាមិនត្រឹមតែបំផ្លាញមុតទេវាកំពុងបំផ្លាញដួងព្រលឹងឯងដែរមើលភ្នែកខ្លួនឯងក្នុងកញ្ចក់ទៅតើឯងនៅជាវិបុលដែលធ្លាប់សើចសប្បាយជាមួយពួកយើងទៀតទេវិបុលរុញសុភ័ក្រចេញរួចរត់ចេញទៅខាងក្រៅទាំងកំហឹងនិងភាពវង្វេងសំឡេងជួងប្រកាសការប្រកួតចាប់ផ្ដើមវិបុលត្រូវឡើងច្រៀងមុនគេច្រៀងបានយ៉ាងល្អប៉ុន្តែទុកមុខគេមើលទៅគួរឲ្យខ្លាចភ្នែកឡើងក្រហមខណៈដែលគ្រូមាត់ថ្មាតអង្គុយសូត្រអាគមនៅជ្រុងម្ខាងនៃសាលាមហោស្រពដើម្បីបញ្ជូនកម្លាំងងងឹតមកជួយវិបុលបន្ទាប់មកដល់វេនស៊ីនស៊ីសាមុទ្រគេដើរឡើងលើឆាកទាំងត្រេបត្រត់ទស្សនិកជនចាប់ផ្ដើមខ្សឹបខ្សៀវគ្នាព្រោះឃើញតារាក្នុងដួងចិត្តរបស់គេមានសភាពមិនធម្មតាសុភ័ក្រឈរនៅក្បែរឆាកដេញហ្គីតាភ្នាល់កម្លាំងចិត្តមុតផឹកទឹកមុននេះទៅបិទភ្នែកនឹកដល់គុណមេត្តាបិតានឹកដល់គ្រូអាចារ្យនិងក្តីស្រឡាញ់ដែលឯងមានចំពោះតន្ត្រីកុំឲ្យអាគមងងឹតគ្រប់គ្រងចិត្តឯងបានឲ្យសោះស៊ីនស៊ីសាមុទ្រផឹកទឹកមុនរួចកាន់មីក្រូហ្វូននៅពេលគេចាប់ផ្ដើមហាមាត់គ្រូមាត់ថ្មាតដុតក្រមួនមុនរួចសូត្រស្ងាត់ស្លាក់បំពង់កវាកុំឲ្យវាបន្លឺសំនៀងចិនឲ្យវាអាអួលឲ្យវាខ្មាស់គេពីពិននគរភ្លាមនោះស៊ីនស៊ីសាមុទ្រមានអារម្មណ៍ថាដូចជាមានដៃខ្មោចមកច្របាច់កគេឈរថ្មឹងញើសហូរស្រក់ដុតទឹកតន្ត្រីចាប់ផ្ដើមលេងតែគេនៅតែមិនអាចច្រៀងបានមួយម៉ាត់ទស្សនិកជនចាប់ផ្ដើមស្ងាត់ជ្រងំខ្លះទៀតចាប់ផ្ដើមស្រែកសួរ
សុភ័ក្រដេញហ្គីតាចង្វាក់យឺតរួចនិយាយខ្សឹបមុតច្រៀងចេញពីចាត់កុំប្រើបំពង់កតែប្រើបេះដូងច្រៀងទួយមុតសម្លាន់ស៊ីនស៊ីសាមុតបិទភ្នែកយ៉ាងជិតគេលែងឮសំឡេងជុំវិញខ្លួនគេឃើញតែពន្លឺពណ៌មាសក្នុងចិត្តគេដកដង្ហើមវែងរួចចាប់ផ្ដើមបន្លឺសំឡេងដំបូងស៊ីនស៊ីសាមុតច្រៀងអូសំឡេងអើយបើបាត់បង់ទៅសូមឲ្យនៅសល់ត្រឹមសេចក្តីស្រឡាញ់សំឡេងដែលធ្លាក់តែស្អកស្រាប់តែប្រែជាថ្លាដួលកញ្ចក់រួចក៏ឡើងខ្ពស់ត្រដែតធ្វើឲ្យអាគមងងឹតរបស់គ្រូមាត់ថ្មាតផ្ទុះបែកខ្ចាត់ខ្ចាយគ្រូមាត់ថ្មាតដែលអង្គុយសូត្រអាគមស្រាប់តែក្អៅឈីមរួចដោសន្លប់នៅនឹងកន្លែងរោយពីបញ្ចប់បទចម្រៀងសំឡេងធីតាដៃលួនលឺដោយរន្ទះបញ្ជាក់ពីជ័យជំនះដែលមិនអាចប្រកែកបានវិបុលដែលឈរមើលពីខាងក្រោយឆាកដួលដុះលើដីទាំងយំសោកវិបុលយំរៀបរាប់យើងចាញ់ហើយយើងចាញ់ទាំងសមត្ថភាពយើងចាញ់ទាំងចិត្តគំនិតមុតយើងសុំទោស ស៊ីសមុទ្រដើរចុះពីឆាកមករួចលូកដៃទៅលើកវិបុលឲ្យក្រោកឈរឡើងស៊ីសមុទ្រវិបុលគ្មានអ្នកណាឈ្នះគ្មានអ្នកណាចាញ់ក្នុងសិល្បៈទេថ្ងៃនេះយើងទាំងអស់គ្នាបានរៀនមេរៀនមួយដ៏ធំជ័យជំនះដែលពិតប្រាកដគឺការយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងសុភ័ក្រមែនហើយវិបុលផ្លូវងងឹតដែលឯងដើរវាបានរលាយបាត់ទៅហើយឥឡូវនេះតើឯងចង់ត្រឡប់មកធ្វើជាមិត្តភក្តិដែលធ្លាប់ច្រៀងរ៉ាំជាមួយគ្នាវិញទេវិបុលសម្លឹងមើលមុខមិត្តទាំងពីររួចងក់ក្បាលយឺតប៉ុន្តែក្នុងចិត្តគេនៅតែមានវិបដិសារីយ៉ាងជ្រៅនេះគឺជាសាច់រឿងភាគបន្តដែលនឹងចែករែកឲ្យកាន់តែស៊ីជម្រៅទៅលើចំណងមិត្តភាពការលះបង់និងការប្រឈមមុខនឹងស្រមោលអតីតកាលតាមរយៈសន្ទនាបែបធម្មជាតិបន្ទាប់ពីការប្រកួតបានបញ្ចប់ស៊ីនស៊ីសាមុតមិនបានទៅចូលរួមកម្មវិធីជប់លៀងអបអរសាទរនោះទេផ្ទុយទៅវិញគេនឹងសុភ័ក្របាននាំវិបុលមកអង្គុយនៅមាត់ទន្លេដើម្បីសម្រួលអារម្មណ៍និងជជែកគ្នាឲ្យដាច់ស្រឡះស៊ីសាមុតវិបុលឯងដឹងទេថាអ្វីដែលយើងខ្លាចបំផុតក្នុងការប្រកួតនេះមិនមែនជាការបាត់បង់សម្លេងទេវិបុលឆ្ងោកមុខទាំងអៀនខ្មាស់តើជាអ្វីទៅមុតបើមិនមែនសម្លេងតើមានអ្វីសំខាន់សម្រាប់អ្នកចម្រៀងជាងនឹងទៀតស៊ីសាមុតគឺការបាត់បង់ដួងចិត្តដែលយើងខំសាងមកជាមួយគ្នាសម្លេងបាត់យូរទៅវាអាចនឹងត្រឡប់មកវិញឬយើងអាចរករបរផ្សេងធ្វើតែបើដួងចិត្តយើងបែកបាក់ហើយសូម្បីតែអង្គុយមើលមុខគ្នាក៏វាពិបាកជាងការឡើងភ្នំទៅទៀតសុភ័ក្រដកដង្ហើមធំត្រូវហើយវិបុលឯងមើលចុះសូម្បីតែពេលនេះមុតវានៅតែបារម្ភពីឯងចុះហេតុអ្វីបានជាឯងងងឹតងងុលជឿសម្ដីគ្រូអាគមនោះដល់ថ្នាក់នឹងតើភាពល្បីល្បាញវាមានតម្លៃជាងមិត្តភាពយើងមែនទេវិបុលសំឡេងញ័រយើងច្រណែនយើងខំប្រឹងស្ទើងាប់តែរាល់ពេលដែលយើងច្រៀងគ្រប់គ្នាស្ងាត់ជ្រងំតែពេលមុតហាមាត់គ្រប់គ្នាស្រែកហូយើងគ្រាន់តែចង់ដឹងថាតើអារម្មណ៍ពេលមានគេសរសើរខ្លាំងវាបែបណាយើងសុំទោសភ័ក្រសុំទោសមុតយើងវង្វេងវង្វាន់អស់ហើយស៊ីសមុទ្រដាក់ដៃលើស្មាវិបុលឈប់បន្ទោសខ្លួនឯងទៅមនុស្សគ្រប់គ្នាជួបមករៀងខ្លួនសំខាន់ឲ្យតែឯងដឹងខ្លួនហើយត្រឡប់មកវិញចាប់ពីថ្ងៃនេះទៅយើងនឹងជួយឯងឲ្យរកឃើញសំនៀងផ្ទាល់ខ្លួនរបស់ឯងដោយមិនចាំបាច់ប្រើមន្តអាគមអីទាំងអស់ខណៈដែលអ្នកទាំង3កំពុងជជែកគ្នានៅឯខ្ទមដែលបាក់បែកកណ្ដាលព្រីគ្រូមាត់ថ្មាតដែលរងរបួសជាទម្ងន់កំពុងតែរៀបចំពិធីសែនព្រេនដ៏គួរឲ្យខ្លាចមួយដើម្បីហៅវិញ្ញាណក្មេងមកសងសឹកគ្រូមាត់ថ្មាតក៏អកឈីមបណ្ដានិយាយម្នាក់ឯងបណ្ដាក្មេងមិនដឹងខ្ចល់ពួកឯងស្មានតែទឹកមុនដល់បន្តិចបន្តួចនឹងអាចបំផ្លាញអាគមយើងបានរហូតមែនទេបើវាស្រឡាញ់មិត្តភាពណាស់យើងនឹងប្រើមិត្តភាពនឹងហើយឲ្យវាខ្លាចជាដាវមកចាក់សម្លាប់ពួកវាវិញគ្រូមាត់ថ្មាតបានយកតុក្កតា DSB ដែលតំណាងឲ្យស៊ីសាមុទ្រសុភ័ក្រនិងវិបុលមកចងភ្ជាប់គ្នាដោយអំបោះខ្មៅរួចសូត្រអាគមបង្កប់ដោយភាពស្អប់ក្អឹមមួយសប្តាហ៍ក្រោយមកជីវិតហាក់ដូចជាត្រឡប់មកធម្មតាវិញប៉ុន្តែនៅយប់មួយខណៈដែលអ្នកទាំង3កំពុងហាត់សមបទចម្រៀងថ្មីស្រាប់តែមានរឿងចម្លែកកើតឡើងសុភ័ក្រដេញយាយតាសុកក៏ឈប់ងក់មុតវិបុលពួកអាងលឺសូអីពេដូចជាមានសម្លេងស្រីយំនៅក្បែរបង្អួចអញ្ចឹងវិបុល
មុខប្រែជាស្លេងយើងឮដែរតែវាមិនមែនសំឡេងយំធម្មតាទេវាដូចជាសំឡេងមនុស្សស្រែកច្រៀងពីចម្ងាយតែស្ដាប់មិនយល់ភាសាស៊ីសាមុតព្យាយាមរក្សាភាពស្ងប់ស្ងាត់កុំស្លន់ស្លោអីមិត្តភក្តិប្រហែលជាខ្យល់បក់ប៉ាស្លុកឈើទេដឹងតោះយើងបន្តហាត់ទៀតភ្លាមនោះភ្លើងទៀននៅក្នុងបន្ទប់ក៏រលត់ងងឹតធឹងសំឡេងសើចដករលួចរបស់គ្រូមាត់ថ្មាតបន្លឺឡើងពេញបន្ទប់សំឡេងគ្រូមាត់ថ្មាតបន្លឺតាមខ្យល់សិនស៊ីសាមុតសំឡេងមាសរបស់ឯងនឹងคล้ายជាសំឡេងមរណៈរាល់ពេលដែលឯងច្រៀងមនុស្សដែលនឹកក្បែរឯងបំផុតនឹងត្រូវរងទុក្ខវេទនាបើឯងមិនចង់ឲ្យមិត្តភក្តិឯងស្លាប់ទេឯងត្រូវតែឈប់ច្រៀងអស់មួយជីវិតសុភ័ក្រស្រែកចេញមកកុំមកប្រើល្បិចថោកទាបបែបនេះយើងមិនខ្លាចឯងទេវិបុលញ័រខ្លួនមុតនេះជាកំហុសយើងមែនទេព្រោះតែយើងទៅពាក់ព័ន្ធជាមួយវាទៀបនាំទុកដល់ឯងបែបនេះស៊ីសាមុតចាប់ដៃមុតទាំងពីរជាប់ស្ដាប់យើងឲ្យច្បាស់វាមិនមែនជាកំហុសអ្នកណាទាំងអស់គ្រូមាត់ថ្មាចង់បំបីបំបាក់យើងចង់ឲ្យយើងខ្លាចគ្នាបើវាចង់ឲ្យយើងឈប់ច្រៀងយើងកាន់តែត្រូវច្រៀងឲ្យខ្លាំងជាងមុនដើម្បីដេញភាពងងឹតចេញពីចិត្តយើងនៅព្រឹកបន្ទាប់អ្នកទាំង3បានធ្វើដំណើរទៅរកលោកតាអាចារ្យនៅវត្តដើម្បីសុំយោបល់សន្ទនានៅទីនោះកាន់តែបង្ហាញអំពីភាពចាស់ទុំរបស់ស៊ីសាមុតសុភ័ក្រលោកតាបើអាគិមនោះចង់បញ្ចប់សម្លេងមិត្តខ្ញុំទៅនឹងគ្រោះថ្នាក់របស់ពួកខ្ញុំតែយើងគួរធ្វើបែបណាតែឲ្យមុតឈប់ច្រៀងមែនទេចៅអើយភាពងងឹតខ្លាចបំផុតគឺសេចក្តីក្លាហាននិងភាពស្មោះត្រង់បើចៅម្នាក់ហ៊ានលះបង់ដើម្បីគ្នាអាគមនោះគ្មានផ្លូវធ្វើអីបានទេចៅសាមុតតើចៅហ៊ានច្រៀងបទចម្រៀងមួយដែលអាចនឹងធ្វើឲ្យចៅបាត់បង់សម្លេងរហូតទេដើម្បីសង្គ្រោះមិត្តភក្តិចៅស៊ីសាមុតឆ្លើយដោយមិនរ៉ារ៉េតបាទលោកតាបើជីវិតសិល្បៈរបស់ខ្ញុំអាចដោះដូរបាននូវសុវត្ថិភាពរបស់សុភ័ក្រនិងវិបុលខ្ញុំសុខចិត្តសំឡេងអាចបាត់បង់បានតែដួងចិត្តជាអ្នកជួយសង្គ្រោះមិត្តភក្តិគឺស្ថិតស្ថេររហូតតទៅវិបុលស្រែកយំមិនបានទេមុតយើងជាអ្នកបង្កឲ្យយើងជាអ្នករងគ្រោះចោះកុំបំផ្លាញអនាគតខ្លួនឯងដើម្បីមនុស្សដូចយើងអីស៊ីសាមុតវិបុលឯងមិនមែនជាមនុស្សដតីទេឯងគឺជាផ្នែកមួយនៃបទចម្រៀងយើងបើគ្មានឯងក៏គ្មានស៊ីសាមុតនៅថ្ងៃនេះដែរយើងសម្រេចចិត្តហើយតោះយើងបន្តចូលទៅដល់ដំណាក់កាលដ៏តានតឹងបំផុតនៃសាច់រឿងដែលជាការប្រឈមមុខគ្នាដោយផ្ទាល់រវាងសិល្បៈដ៏បរិសុទ្ធនិងអំណាចងងឹតតាមរយៈសន្ទលាដែលបង្ហាញពីការលះបង់ដ៏ជ្រាលជ្រៅបំផុតនៅក្រោមដើមពោធិ៍ធំក្នុងវត្តអារាមដ៏ស្ងប់ស្ងាត់អ្នកទាំង3អង្គុយជុំគ្នាជាមួយលោកតាអាចារ្យខ្យល់យប់នេះត្រជាក់ស្រេបខុសពីធម្មតាហាក់ដូចជាមានវិញ្ញាណអាក្រក់កំពុងចាំអុកឡុកសុភ័ក្រទឹកមុខស្រពោនសម្លឹងមើលមិត្តទាំងពីរមុតយើងដេកមិនលក់ទេយើងគិតចុះគិតឡើងបើឯងត្រូវបាត់បង់សម្លេងមែនតើពិភពលោកនេះនឹងទៅជាយ៉ាងណាមហាជនដែលស្រឡាញ់ឯងគេនឹងឈឺចាប់ប៉ុណ្ណាស៊ីសាមុតញញឹមតិចទឹកមុខស្ងប់ស្ងាត់ភ័ក្រអើយសំលេងគ្រាន់តែជាឧបករណ៍សម្រាប់បញ្ជូនសារបើសារនៃក្តីស្រឡាញ់និងការលះបង់ត្រូវបានបញ្ជូនទៅដល់បេះដូងមនុស្សគ្រុតគ្នាហើយសូម្បីតែយើងនៅស្ងៀមក៏បទចម្រៀងនោះនៅតែបន្លឺគ្រឿងចិត្តពួកគេដែរអ្វីដែលយើងខ្លាចគឺការរស់នៅដោយមានសំឡេងពីរោះតែគ្មានមិត្តភក្តិពិតប្រាកដនៅក្បែរខ្លួនទៅវិញទេវិបុលយំខ្សឹកសួលមុតយើងជាអ្នកខុសបើយើងមិនចំណែនជន់ឯងបើយើងមិនទៅរកគ្រូមាត់តាម៉ាតនោះរឿងទាំងអស់នេះក៏មិនកើតឡើងដែរឲ្យយើងជាអ្នកច្រៀងជំនួសឯងវិញបានទេឲ្យយើងជាអ្នកបាត់បង់សម្លេងវិញចុះវិបុលឯងបានកែខ្លួនហើយលុះគឺជាអ្វីដែលយើងចង់បានបំផុតអាគមមរណៈនេះវាកើតចេញពីសម្លេងចំណែនដូច្នេះមានតែសម្លេងដែលចេញពីការលះបង់ប៉ុណ្ណោះទើបអាចរំលាយវាបានឯងនឹងភ័ក្រត្រូវនៅក្បែរយើងជួយគូដេញហ្គីតានិងច្រៀងបន្តឲ្យយើងពួកយើងនឹងប្រយុទ្ធជាមួយគ្នា ស្រាប់តែស្រមោលខ្មៅមួយបានអណ្ដែតចូលមកក្នុងវត្ត
គឺគ្រូម៉តថ្មាដែលមកក្រុងសភាពគួរឲ្យខ្លាចភ្នែកក្រហមឆេះដៃកាន់ឈឿច្រាត់ក្បោលខ្មោចគ្រូម៉តថ្មាស្រឡាញ់គ្នាមែនទេលះបង់ដើម្បីគ្នាមែនទេស៊ីនស៊ីសមុទ្រយប់នេះយើងនឹងឲ្យឯងដឹងថាសេចក្តីល្អរបស់ឯងវាមិនអាចឈ្នះកំហឹងរបស់យើងបានទេចូលច្រៀងទៅច្រៀងឲ្យអស់ដង្ហើមទៅកាលណាឯងបញ្ចប់បទចម្រៀងនេះឯងនឹងក្លាយជាមនុស្សកក់រហូតដល់ថ្ងៃស្លាប់លោកតាអាចារ្យឈប់ទៅមកថ្មាតកម្ពីវានឹងតាមឯងតន់មិនខានចិត្តអាក្រក់របស់ឯងវានឹងរលាយដោយសារតែសំនៀងសួររបស់ក្មេងប្រុសម្នាក់នេះគ្រូម៉តថ្មាតកុំមកប្រាប់ដៅយើងសាមុតចាប់ផ្ដើមទៅបើឯងមិនច្រៀងទេមិត្តភក្តិឯងទាំងពីរនាក់នេះនឹងត្រូវវិញ្ញាណខ្មោចស៊ីសាច់ទាំងរស់នៅយប់នេះស៊ីសាមុតងក់ក្បាលទៅកាន់សុភ័ក្រនិងវិបុលសុភ័ក្រចាប់ផ្ដើមដេញហ្គីតាចង្វាក់យឺតតែពោពេញដោយអំណាចវិបុលចាប់ផ្ដើមច្រៀងបន្តតិចៗដោយទឹកភ្នែកស៊ីសាមុតបិទភ្នែករួចបញ្ជឹងសំនៀងដែលមិនធ្លាប់មានពីមុនមកស៊ីសាមុតច្រៀងដោយសំឡេងស្រទន់តែញ័ររន្ធត់ដោយបេះដូងអូពន្លឺធរសូមជួយបំភ្លឺផ្លូវងងឹតឲ្យប្រែជាសកំហឹងច្រណែនសូមឲ្យរលាយដោយមេត្តាធររាល់ពេលដែលស៊ីសមុទ្រច្រៀងមួយម៉ាត់គេមានអារម្មណ៍ដូចជាមានមជុលរាប់ពាន់មកចាក់បំពង់កឈាមស្រក់ជីងទីជ្រុងមាត់បន្តិចប៉ុន្តែសំឡេងរបស់គេកាន់តែខ្លាំងកាន់តែពិរោះរហូតដល់មានពន្លឺពណ៌មាសភាយចេញពីខ្លួនគេគ្រូម៉តថ្មាតភ្ញាក់ផ្អើលព្យាយាមសូត្រអាគមទប់ទល់មិនអាចទេហេតុអីបានជាអាគមយើងមិនដំណើរការឈប់ច្រៀងទៅសុភ័ក្រចាប់ផ្ដើមដេញហ្គីតាកាន់តែខ្លាំងម៉តបន្តទៀតពន្លឺកំពុងតែឈ្នះហើយវិបុលច្រៀងបន្តទាំងសំឡេងខ្លាំងពួកយើងនៅទីនេះជាមួយឯងម៉តពួកយើងមិនអោយឯងដួលទេសំឡេងចម្រៀងរបស់អ្នកទាំង3រួមបញ្ចូលគ្នាជាធ្លុងមួយបង្កើតជាថាមពលដ៏មហិមាបោកបក់ទៅលើគ្រូម៉តថ្មាតធ្វើឲ្យឈឺច្រត់ក្បាលខ្មោចបាក់ជាពីររួចរូបរាងគ្រូម៉តថ្មាតក៏រលាយបាត់ទៅក្នុងភាពងងឹតទាំងសម្រែកឈឺចាប់នៅពេលបទចម្រៀងបានបញ្ចប់ភាពស្ងប់ស្ងាត់បានត្រឡប់មកវិញស៊ីសមុទ្រដួលទៅក្នុងរង្វង់ដៃមិត្តភក្តិទាំងពីរគេព្យាយាមហាមាត់និយាយតែគ្មានសំឡេងចេញមកសោះសូម្បីតែមួយម៉ាត់សុភ័ក្រម៉ត់អីលឺយើងទេគ្រូម៉តថ្មាទៅបាត់ហើយយើងឈ្នះហើយវិបុលសាមុទ្រសុំទោសគឺជាយើងដែលបំផ្លាញសំឡេងឯងស៊ីសាមុទ្រញញឹមយ៉ាងស្រស់គេយកដៃជូតទឹកភ្នែកឲ្យវិបុលរួចយកដៃចង្អុលទៅបេះដូងរបស់គេនឹងមិត្តភក្តិរួចធ្វើសញ្ញាថាមិនអីទេទោះបីជាគេគ្មានសំឡេងតែទឹកមុខគេមានក្តីសុខបំផុតដែលមិនធ្លាប់មានលោកតាអាចារ្យសំឡេងមាសមិនបានបាត់ទៅណាទេចៅវានឹងសម្រាកមួយរយៈកាលណាដួងចិត្តចៅមានសេចក្តីសុខពិតប្រាកដវានឹងត្រឡប់មកវិញដោយឯងថ្ងៃនេះចៅបានបង្ហាញឲ្យលោកីឃើញថាសិល្បៈមិនមែនសម្រាប់តែការប្រកួតប្រជែងទេតែគឺសម្រាប់សង្គ្រោះមនុស្សជាតិសាច់រឿងនៅមានតទៅទៀតតើស៊ីសាមុទ្រនឹងអាចត្រឡប់មកច្រៀងវិញបាននៅពេលណាហើយជីវិតរបស់មិត្តភក្តិទាំង3នឹងទៅជាយ៉ាងណាបន្ទាប់ពីឆ្លងកាត់គ្រោះថ្នាក់ដ៏ធំនេះតើវិបុលនឹងអាចក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ដោយសមត្ថភាពពិតប្រាកដដើម្បីតបស្នងគុណស៊ីសាមុទ្រដែរឬទេ